បាទខ្ញុំបានសូមអនុញ្ញាតគោរពជំរាបសួរបងប្អូនពុកម៉ែមានមីងទាំងអស់បាទថ្ងៃនេះខ្ញុំមានគម្រោងផ្ទះល្វែងមួយដែលមានទីតាំងស្ថិតនៅជិតពលានយន្តហោះដែលចូលចង់បង្ហាញជម្រាបជូនបាទចំពោះផ្ទះល្វែងខ្ញុំនេះគឺមានទំហំ4ម៉ែត្រគុណនឹង9ម៉ែត្រកន្លះហើយដីវិញគឺ4ម៉ែត្រគុណនឹង11ម៉ែត្របាទចូលដល់ក្នុងផ្ទះភ្លាមនេះគឺនេះខាងជាន់ក្រោមជាន់ផ្ទាល់ដីបងប្អូនបាទនៅនេះគឺមានបន្ទប់ទទួលភ្ញៀវមួយបាទយ៉ាងធំទូលាយបាទមានតុសម្រាប់ញ៉ាំអាហារបងប្អូនបាទនៅខាងក្រោយនោះគឺជាចង្ក្រានបាយបាទហើយដែលឡែកនៅខាងស្ដាំដៃខ្ញុំនេះគឺជាបន្ទប់ទឹកបាទបន្ទប់ទឹកនៅក្រោមជណ្ដើរតែម្ដងបាទនេះគឺជាចង្ក្រានបាយបាទហើយនៅខាងទៀតនោះគឺជាដីទំនេរសម្រាប់ឲ្យបងប្អូនហាលសម្លៀកបំពាក់បងប្អូនបាទនេះគឺជាទិភាពនៅខាងជាន់ក្រោមបាទហើយនៅខាងជាន់លើវិញបាទក្នុងខាងជាន់លើនេះគឺមានបន្ទប់គេងចំនួន2បាទក្នុងបន្ទប់នីមួយៗគឺមានបន្ទប់ទឹករួចជាស្រេចបងប្អូនបាទនេះគឺជាបន្ទប់សម្រាប់កូនបាទបន្ទប់នេះគឺធំទូលាយមែនទែនបងប្អូនបាទហើយចំណែកឯបន្ទប់មួយខាងទៀតនោះបាទគឺជាបន្ទប់សម្រាប់មេគ្រួសារបន្ទប់មេគ្រួសារនេះមានទំហំធំទូលាយមែនទែនបងប្អូនបាទគឺបែរមុខទៅទិសខាងផ្លូវហើយជាប់វេរដាតែម្ដងបាទទាំងទំហំបន្ទប់ទាំងបន្ទប់ទឹកគឺធំជាងបន្ទប់កូនទៀតបងប្អូនបាទហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍នៅផ្ទះល្វែងនេះអាចធ្វើការតាក់ទងតាមលេខទូរស័ព្ទដែលខ្ញុំដាក់ក្នុងវីដេអូនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាផ្ទះក្នុងក្តីស្រមៃនៅក្នុងបុរី HM Lucky Home